no បងប្អូនបាទរឿងថ្មីក្តៅបាទអង្គរៈរបស់កីឡាករលីអូណែល មេស៊ីគឺបាទលោកយ៉ាស៊ីនបាទឈូអ៊ីកូគាត់បានឆ្លើយតបទៅកាន់លោកបាទ Logan Paul បាទបែបនេះបន្ទាប់ពីលោក Logan Paul ហ្នឹងគឺបានបបួលកីឡាករលីអូណែល មេស៊ីវាយគ្នាមួយស្មើបងប្អូនប្រហែលជាធ្លាប់ដឹងហើយថាលោកបាទ Logan Paul ហើយនិងបាទ KSI បាទអ្នកទាំងពីរនេះគឺបានបង្កើតភេទជ្ជៈមួយដែលមានឈ្មោះថា Prem ហើយមានរូបរាងស្តៀងគ្នាខ្លាំងមែនទែនទៅលើភេទជ្ជៈរបស់កីឡាករលីអូណែល មេស៊ីដែលមានឈ្មោះថា Max Plus នេះឯងអញ្ចឹងដោយសារតែរឿងរ៉ាវទាំងអស់នេះបាទ Logan Paul បាទក៏គាត់បានដាក់ពាក្យបណ្ដឹងទៅកាន់បាទលីអូណែល មេស៊ីថាហេតុអ្វីបានជាលីអូណែល មេស៊ីនេះច្រឡងបាទរូបភាពឲ្យដូចគ្នាស្ទើរតែទាំងស្រុងទៅកាន់ភេទជ្ជៈ Prem បាទរបស់លោកនេះធ្វើឲ្យអ្នកគាំទ្រជាច្រើននឹងមានការយល់ច្រឡំថាមិនដឹងថាមួយណាជា Prem បាទមួយណាជា Max Plus របស់លីអូណែល មេស៊ីនោះទេបើទោះបីជាយ៉ាងណាក៏ដោយលីអូណែល មេស៊ីនោះហាក់ដូចជាមិនមាត់មិនកនោះទេបាទធ្វើឲ្យ Logan Paul នឹងកាន់តែខឹងកាន់តែក្តៅលកជាអញ្ចឹងគាត់បានបង្ហោះសារមួយនៅលើ TikTok ដោយនិយាយថាបាទបើសិនជាចង់ឲ្យគាត់ហ្នឹងបាទ Logan Paul ហ្នឹងនឹង KSI ដកពាក្យបណ្ដឹងលុះត្រាតែលីអូណែល មេស៊ីហ៊ានឡើងវាយនៅលើសៃវៀនបាទមួយស្មើជាមួយនឹងគាត់អាណាហ៊ានលោកអើយបាទ Logan Paul បាទធ្លាប់វាយទាំងកីឡាកាសធ្លាប់វាយទាំងបដាល់ធ្លាប់វាយជាមួយ John Cena បាទធ្លាប់វាយជាមួយនឹងកីឡាករផ្សេងអីសួរតែ Messi មិននឹងហ៊ានអញ្ចឹងយ៉ាងណាក៏បាទលីអូណែល មេស៊ីមិនមានការតបតអីទៅកាន់បាទលោក Logan Paul ដែរប៉ុន្តែការប្រភេទថ្មីនេះអាចនឹង Messi ថាណែបាទជួយបញ្ចេញវីដេអូមួយមើលអានេះដូចជាបានដៃសម្បើមណាបាទគាត់ប្រាប់ទៅ Yasin Chuigo ណាហើយ Yasin Chuigo នេះដែលជាអង្គរៈផ្ទាល់របស់កីឡាករលីអូណែល មេស៊ីគាត់បានចេញវីដេអូថាបើចង់វាយមួយ Messi រំលងសាកសពគាត់សិនទៅហើយ Chuigo នេះក៏បានបបួល Logan Paul បានឡើងរិញវាយគ្នាមួយស្មើមិនដឹងថានេះគ្រាន់តែជាទីផ្សារមួយរបស់ Logan Paul ហើយនឹងបាទលីអូណែល មេស៊ីបាទតាក់ទងជាមួយនឹងភេទជ្ជៈរបស់អ្នកទាំងពីរឬមួយក៏យ៉ាងណាទេប៉ុន្តែបើសិនជាបាទអ្នកទាំងពីរឡើងវាយគ្នាមែនពិតជាល្អមើលណាមិនមែន Messi ណាគឺជាអង្គរៈរបស់កីឡាករលីអូណែល មេស៊ីហើយនឹង Logan Paul បាទសម្រាប់បងប្អូនវិញគិតថាអ្នកណានឹងទទួលបានជ័យជំនះកុំភ្លេច comment នៅក្នុងវីដេអូនេះសិនសម្រាប់ខ្ញុំគិតថាប្រហែលជា Logan Paul មិនឈ្នះអង្គរៈ Messi បាទលោក Yasin បាទ Chuigo នោះទេដោយសារតែមើលសាច់ទៅគឺធំតាន់សម្រាប់ណាអរគុណបងប្អូនមកសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយចុច follow និង join group Telegram ដែលខ្ញុំបាទបានដាក់នៅ bio TikTok មួយផង